ស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំបានមកធ្វើវីដេអូនិយាយពីការឡើង Discord តាមនៅលើ Windows Server 2022ជាដំបូងអ្នកនរគ្នាត្រូវ install file server resource management បន្ទាប់មកហើយយើងអាចកំណត់ directory user limit ជាមួយនឹងយើងអាចកំណត់ file នៅពេលយើង save folder នៅលើ disk របស់យើងអូខេឥឡូវដំបូងយើងចូលទៅកាន់ server management ហើយចុចពាក្យ add role visual click next បន្ទាប់មកចូលពាក្យចុចឡើងសញ្ញានេះនៅកន្លែង file and storage ចុចលេខសញ្ញានេះដែរតមក click កន្លែង file server resource management install កន្លែងនេះដែលខ្ញុំ install ហើយអញ្ចឹងវានឹងដំឡើងហើយ click next ហើយ click next ទៀតទៅវានឹង install អូខេបន្ទាប់ពីអ្នកនរគ្នាបានដំឡើង file តើអ្នកនរគ្នាបានដំឡើង server resource management ហើយយើងទៅកំណត់ directory អូខេតមកយើងចូល server management យើងសិនថ្មីមកហើយយើងជ្រើសរើសពាក្យ file and storage switch អូខេចូលពាក្យ shares តមក click ពាក្យ new share next ហើយយើងជ្រើសselect file របស់យើងខ្ញុំមកអត់បង្កើតទេសូមបង្កើតមួយតិចអូខេឥឡូវខ្ញុំបានគេ add folder មួយដែលឈ្មោះថា hello world អញ្ចឹងខ្ញុំសុំ stop share folder មួយឈ្មោះ hello world process អូខេខ្ញុំ select folder នេះ click next ចំពោះនេះមិនគេចាំទៀត next តទៀតចំពោះកន្លែងនេះបើក enable access space នេះមកហើយយើង click next ចំពោះកន្លែង permission នេះយើងទៅកំណត់ user របស់យើងឲ្យគាត់ធ្វើខ្លះចំពោះកន្លែងនេះ full controlអូខេបន្ទាប់ពីយើងបិទ inherit ហើយយើង apply មក click OK click next ទៀត create អូខេឥឡូវយើងបង្កើតបាន save folder មួយឈ្មោះថានេះឥឡូវយើងកំណត់ config quota យើងកំណត់ឲ្យ user អាច copy paste ឬក៏បញ្ចូល file បានត្រឹមតែ 100 MB ទេអូខេបន្ទាប់ពីយើងបង្កើតវាហើយយើងចូល property ទៅនោះយើង share ទៅកាន់ user ហើយយើង permission customize permission add select principal ជ្រើសរើសយក permission មក user របស់យើងមក fine ខ្ញុំឲ្យជ្រើសរើស user មួយនេះ click OK ខ្ញុំបើកឲ្យ user មួយនេះ មាន full controls អូខេ apply អូខេហើយអូខេឥឡូវខ្ញុំចូលទៅកាន់ window របស់យើងវិញមកជួយយកនេះអូខេឥឡូវខ្ញុំចូលដល់ window របស់គាត់ហើយចូលនេះយើងអត់ទាន់ឃើញទេដល់ទៅ check នេះសិនយើងដូចយើងទៅ map ត្រាយសិនអូខេចូលមកដល់ហ្នឹងហើយយើងដាក់ /2 មកហើយដាក់ IP យើង104នេះវានឹងចេញ file ដែលគេបានបង្កើត hello world ជាមួយនឹង file ផ្សេងទៀតយើងអាចចូលបានហើយយើងអាច map វាបាន map តែ file ហ្នឹង map drive ចូលទៅអូខេបន្ទាប់មកចុច finish អូខេឥឡូវយើងបាន try មួយនេះជា try របស់យើងនេះ try យើងបានបង្កើតឈ្មោះថា hello world អូខេឥឡូវដោយសារ user នេះខ្ញុំបាន full control ចឹងគាត់អាចបង្កើត file បង្កើតអីក្នុងនឹងបានគាត់បង្កើតបានហើយគាត់អាច save បាននេះគឺ
អាចធ្វើការ save បានអូខេចឹងយើងឃើញថាមួយទៀតនៅមួយចំណុចទៀតខ្ញុំមិនទាន់បានតេស្តនេះខ្ញុំតេស្តទៅលើ file ដោយសារខ្ញុំបានកំណត់ដោយសារយើងបានត្រូវកំណត់ limit directory 100 MB ខ្ញុំមាន file នេះដែល file វាមាន192 MB ដល់100 MB ហើយខ្ញុំចង់ copy វាហើយ pass ចូលនេះវាអត់បានទេដោយសារតែហើយបានកំណត់ថា permission ហើយគឺយើងអាច pass ចូលបានទេអូខេជួយ cancel មកអូខេថយក្រោយគឺឥឡូវអ្នកទាំងអស់គ្នាយើងធ្វើការបានកំណត់ directory limit directory ជាមួយនឹង limit user ក្នុង100 MB ហើយយើងនៅចំណុចបន្ទាប់ដែលជាការដាក់ permission ទៅលើ user ក្នុងការបង្កើត file ផ្សេងដូចជា file image video ឬក៏ file EH ដើមអូខេនៅក្នុងចំណុចចុងក្រោយគេដែលជាចំណុចការកំណត់ permission ទៅលើ user ក្នុងការបង្កើត file ជាដំបូងអ្នកទាំងអស់គ្នាដើម្បីចូលទៅកាន់ resource management ខ្ញុំធ្វើការប្រើ comment ចូលដំបូងអ្នកឲ្យជា window ហើយវាយពាក្យ comment list ហើយ click OK វានឹងនាំយើងទៅកាន់ resource management ក្នុងការកំណត់ permission ហើយ file ផ្សេងអូខេដល់ពេលអ្នកនរគ្នាបានចូលមកដល់កន្លែងហ្នឹងហើយយើងឃើញថាមាន file screening management ចុចកន្លែងនេះមកដើម្បីកំណត់ permission ហើយបើសិនចិត្តអ្នកនរគ្នាអាចចុច file screening ហើយអ្នកនរគ្នាអាចរើសការបង្កើត screen create file screen ចំពោះកន្លែងនេះយើងជ្រើសរើស define custom property មកហើយចុចពាក្យនេះកន្លែងនេះខ្ញុំផ្លេចដាក់ file path ចំពោះកន្លែង file path នេះជ្រើសរើស file folder ឬក៏ file ណាដែលអ្នកទាំងអស់គ្នាបាន share ទៅកាន់ client ឬក៏ user របស់អ្នកទាំងអស់គ្នាខ្ញុំនៅ desktop hello អូខេឥឡូវខ្ញុំ custom នៅក្នុង folder ដែលបាន share ហ្នឹងឲ្យ user ខ្ញុំជ្រើសរើសឲ្យគាត់បង្កើត audio video exclude support files ជាមួយនឹង image ជា file e ឬក៏ file bat file ប្រៀប jpg ហើយជាដើមហើយ click OK មកអូខេហើយ create ចំពោះកន្លែងនេះជ្រើសរើសពាក្យ save custom file click OK ឥឡូវយើងបង្កើតបានហើយបើសិនកន្លែងនេះបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងថាគួរជ្រើសរើសមួយណាទេកន្លែងកំណត់នេះអ្នកអាចមើលនេះបាន audio video មានដូចជាប្រភេទនេះមានដូចជាប្រភេទនេះ image មានដូចជា PNG ជាដើមអូខេដល់ពេលយើងបានកំណត់ហើយយើងអាចធ្វើការថយក្រោយវិញហើយយើងចូល window របស់យើងមកជា client ហើយខ្ញុំនៅគាត់នេះដែលជា client របស់ខ្ញុំអូខេឥឡូវខ្ញុំចូលមកកាន់ window របស់គាត់ហើយចូលទៅកាន់ this PC ហើយចូលទៅកាន់នេះមកអូខេឥឡូវខ្ញុំធ្វើការចង់បង្កើតរូបភាពនៅក្នុងនេះដោយសារខ្ញុំបានកំណត់មិញអញ្ចឹងគឺយើងគាត់អាចបង្កើតរូបភាពបានទេតើតែមាន permission ពី admin នេះរូបភាពបាន install មក copy paste ចូលគាត់បានដែរថារូបភាពវីដេអូឬក៏ file ផ្សេងគឺគាត់បានទេ file ផ្សេងដែលខ្ញុំបានកំណត់ហ្នឹងគឺគាត់បញ្ចូលទៅបានដូចជា file EE file EE ចូលបន្តិចនេះ file EE copy paste ចូលនេះមកអត់បានដូចគ្នាមានថាគាត់អត់អាចចេះតែបង្កើត file ផ្ដាស់ហើយយើងបើទៅលើពួកហ្នឹងអូខេចំ
ចំពោះចំណុចនេះយើងបានបញ្ចប់ហើយចំពោះចំណុច no នេះ file នេះអូខេឥឡូវយើងហើយក្នុងការកំណត់ disk quota ជាមួយនឹងការកំណត់ limit directory limit user ជាមួយនឹងការកំណត់ permission user ក្នុងការបង្កើត file ផ្សេងៗអូខេជម្រាបលាអ្នកនរគ្នា